បាត់ល្មើសបច្ចេកវិទ្យាអូបាយកលបោកប្រាក់ពីជនរងគ្រោះអស់ប្រាក់40លានរៀលកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2025អគ្គនាយកដ្ឋានប្រឆាំងបាត់ល្មើសបច្ចេកវិទ្យាបានក្របួចបុគ្គលលួចគ្រប់គ្រងគណនី Telegram ហើយបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយគ្នាដែលស្គាល់គ្នាដែលជាអូបាយកលបោកប្រាក់ពីជនរងគ្រោះអស់40លានរៀលជនសង្ស័យដែលក្របួចបានឈ្មោះ Pomelo ភេទប្រុសតាមការស្រាវជ្រាវជំនាញបានកំណត់ថាជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់តាមការបញ្ជារបស់ជនអនាមិកដោយទទួលបាននៅផលកម្រៃអំពើបោកប្រាស់ប្រាក់ខាងលើបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានអគ្គនាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអាយកាអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមច្បាប់ជាមួយនេះអគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមក្រៅរំលឹកដល់សាធារណជនសូមមេត្តាប្រុងប្រយ័ត្នមុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយសូមពិនិត្យឲ្យបានជាក់លាក់នៅគណនីអ្នកទទួលនិងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយម្យ៉ាងវិញទៀតសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែលផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ដែលអាចคล้ายទៅជាអ្នកផ្សំគំនិតក្នុងការទទួលផលនៃបទល្មើសជារឿយៗអគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែបានក្រើនរំលឹកជាមួយនេះបើយោងទៅតាមបញ្ជាដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងតាមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ឯកអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2025នេះផងដែរអគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបើកការស្រាវជ្រាវករណីលួចគ្រប់គ្រងគណនី Facebook និងបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទំនាក់ទំនងទៅបងប្អូនម្ចាស់គណនីដើម្បីខ្ចីប្រាក់ព្រមទាំងព្យាយាមទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះដទៃទៀតដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងរាជធានីភ្នំពេញអគ្គនាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យមួយរូបទៀតឈ្មោះលើសហ ភេទប្រុសតាមការស្រាវជ្រាវជំនាញបានកំណត់ថាជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះហើយធ្វើការផ្ទេរប្រាក់ទៅជនមិនស្គាល់អត្តសញ្ញាណតាមការបញ្ជារបស់ជននោះដោយទទួលបានប្រាក់កម្រៃពីអំពើបោកប្រាស់ប្រាក់ខាងលើទន្ទឹមនឹងនេះជនសង្ស័យខាងលើក៏ត្រូវបានរកឃើញថាធ្វើសកម្មភាពក្លែងអត្តសញ្ញាណអ្នកដទៃធ្វើការទិញស៊ីមកាតបានប្រហែល 1000 ស៊ីមកាតកាលពីឆ្នាំ2022ដើម្បីយកទៅឲ្យជនអនាមិកប្រព្រឹត្តបទល្មើសផ្សេងៗបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានអគ្គនាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអាយកាអមសាលាដំបងរាជធានីភ្នំពេញចាត់ការទៅតាមច្បាប់